បងប្អូនត្រូវចាំថាថៃចាញ់ដីព្រះវិហារយើង2លើកក្តីហេតុអីបានចាញ់1959កម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមដាក់ពាក្យប្តឹងថៃដើម្បីទាមទារឲ្យថៃដកទាហានចេញពីប្រាសាទព្រះវិហារឲ្យអស់ហើយនឹងផ្ដល់ប្រាសាទព្រះវិហារមកឲ្យខ្មែរវិញដោយសារតែតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ចែងថាទឹកដីដែនដីប្រាសាទព្រះវិហារគឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយថៃបានប្រគល់ព្រះវិហារសៀមរាបនិងបាត់ដំបងដោះដូរជាមួយនឹងខេត្តត្រាតនិងចំណាយខ្លះនៃកោះគុតកាលពីជំនាន់នឹងច្បាស់លាស់ហើយគឺព្រមប្រើຂະຫນាតលើផែនទីຂະຫນាតលើ1-200,000ដែលប្រាសាទព្រះវិហារបានមកខ្មែរប៉ុន្តែថៃទាញយកហេតុផលថាប្រាសាទព្រះវិហារបានមួយផ្នែកណានោះមកកម្ពុជាតែតំបន់នៅជុំវិញហ្នឹងគឺជារបស់ថៃហើយនិយាយទៅស្ទើរតែតួប្រាសាទពាក់កណ្ដាលបានតែថៃផងអញ្ចឹងថៃនៅតែដាក់ទាហាននៅទីនោះបានអញ្ចឹងដែលមានការប្តឹងក្នុង